ដើមឡើយអ្នកទាំងពីរបានចាប់ជាតិជាថ្មីនៅចំថ្ងៃរៀបការរបស់ពួកគេគ្រាន់តែសម្លឹងមុខគ្នាមួយផ្លែតសោះក៏ដឹងថាម្ខាងទៀតបានចាប់ជាតិដូចគ្នាជាតិថ្មីនេះពួកគេព្រមលុបចោលពិធីការបរិះនោះក៏ងាកទៅចាប់ដៃស្រីស្នេហ៍ដោយចង់រួមរស់ជាមួយនាងអស់មួយជីវិតអត់តាត្រូវចិត្តខ្ញុំមិនតែម្ដងអញ្ចឹងសូមជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងគឺបែបនេះឯងពួកគេបានដើរលើផ្លូវខុសស្រឡះពីជាតិមុន10ឆ្នាំក្រោយបរិះនោះប្រើចំណេះដឹងពីជាតិមុនបានឡើងកាន់តំណែងជាចៅហ្វាយស្រុកគេមានអំណួតនឹងគិតយ៉ាងមានក្តីសុខថ្មីនេះគ្មានស្រីមុខក្រាស់នេះមករ៉ាគេមិនត្រឹមតែបានរៀបការជាមួយនារីក្នុងសុបិននោះទេថែមទាំងមានឱកាសចូលរីកចម្រើនទៀតផងដើម្បីរៀបចំពិធីស្វាគមន៍ម្ចាស់ក្ត្រីតែគេណាដឹងថានាងក៏ប្រើចំណេះដឹងពីជាតិមុនដែរនាងមិនត្រឹមតែខ្លាចជាម្ចាស់ក្ត្រីដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេថែមទាំងជួយរីករាយដោះស្រាយគ្រោះទឹកចំនួនទៀតខ្លាចជាទីពឹងដ៏សំខាន់របស់ព្រះរាជាយោធានាងមានស្នាដៃធំធេងក៏ឲ្យនាងមកសម្រាកនៅរាជវាំងមុនរីឯទ្រង់នឹងរីករាយចុះត្រួតពិនិត្យទឹកចំនួនបន្តថែមទាំងបានចាត់តាំងឲ្យស្រុករៀបចំពិធីជប់លៀងទទួលនាងទៀតផងចំណែកឯបរិះដែលមិនដឹងអីសោះនេះកំពុងតែត្រេកត្រអាលនឹងការសរសើរពីគេឯងថាគេនៅក្មេងសោះតែមានអនាគតភ្លឺស្វាងហើយក៏បានដឹងពីមាត់អ្នកដទៃថានាងបានក្លាយជាមនុស្សអនាថាបាត់ទៅហើយធ្វើឲ្យគេរឹតតែបានចិត្តពេលគ្មានបងអូនរស់នៅបានយ៉ាងល្អនឹកស្មានមិនដល់មួយវិនាទីក្រោយមកនាងក៏លេចមុខនៅចំពោះមុខគេធ្វើឲ្យបរិះនោះភ្ញាក់ឲ្យយ៉ាងខ្លាំងឯនាងក៏ហួសចិត្តដែរអតិប្បតីគឺជាចៅហ្វាយស្រុកដែលរៀបចំពិធីទទួលនាងគេអញគិតថានាងឃើញអតិប្បតីមានបានក៏រត់មកតោងទាមទារសុំត្រូវរកគ្នាវិញឯបរិះនោះឃើញនាងស្លៀកពាក់កញ្ចាស់ក៏ឲ្យគេយកប្រាក់មាសមួយចំនួនមកហើយប្រាប់ថាយកដល់មនុស្សចិត្តនេះជាតិយកលុយនេះទៅទិញខោអាវស្លៀកពាក់ទៅកុំឲ្យលោឡាថោកទាបដោយការពីជាតិមុនទៀតវាមិនសមរម្យតតែសោះរឿងនេះធ្វើឲ្យនាងនឹកឃើញដល់រឿងជាតិមុននាងខំប្រឹងរកលុយចិញ្ចឹមគ្រួសារធ្វើការនឿយហត់ទាំងយប់ទាំងថ្ងៃបរិះនេះបែរជាស្អប់ខ្ពើមថានាងថោកទាបទៅវិញថែមទាំងមិនព្រមរួមដំណេកជាមួយនាងឯងអន់គ្មានសមត្ថភាពបែរជាបន្ទោសថាមកពីរឿងរ៉ាវកំសត់របស់នាងរាំងផ្លូវសេដ្ឋីរបស់គេតែងតែជេរប្រមាថនាងឥតលះហើយចុងក្រោយថែមទាំងដុតផ្ទះចោលហើយអប់រូបគំនូស្រីស្នេហ៍ស្លាប់ជាមួយគ្នាទៀតនាងចង់ចូលទៅជួយទាញគេចេញពីភ្លើងទៅតែបែរជាត្រូវឈើធ្លាក់សង្កត់សន្លប់បាត់បង់ស្មារតីគឺបែបនេះឯងប្តីប្រពន្ធមួយគូនេះក៏ស្លាប់ក្នុងសមុទ្រភ្លើងទាំងពីរនាក់នឹកស្មានមិនដល់ពេលបើកភ្នែកឡើងក៏ចាប់ជាតិជាថ្មីនឹកឃើញដល់រឿងរ៉ាវដ៏សែនខ្លោចផ្សាពីជាតិនាងក៏ក្រវ៉ាត់ដុំប្រាក់របស់គេចោលភ្លាមធ្វើឲ្យបរិះនោះភ្ញាក់ឲ្យយ៉ាងខ្លាំងគេគិតថានាងចង់បានមុខមាត់ថាអ្នកអីហើយកុំចេះតែវើវីពេកលោកប្រើការចងចាំពីជាតិមុនទើបបានធ្វើជាចៅហ្វាយស្រុកប៉ុន្តែលោកកុំភ្លេចណាថ្ងៃនេះខ្ញុំក៏មានការចងចាំពីជាតិមុនដែរទៅថ្ងៃមុខលោកគ្មានឱកាសស៊ីឡាក់ទៀតទេជាមួយសមត្ថភាពរបស់លោកលើប៉ុណ្ណេះលោកទុកធ្វើក្តាររំឈូសខ្លួនឯងចុះគាត់ជូនពេលមន្ត្រីឈុំបានចាត់គេឲ្យមកអញ្ជើញគេទៅគាល់ស្ដេចធ្វើឲ្យបរិះនោះអោយញាប់ញ័រតែម្ដងគេគិតថាខ្លួនឯងទទួលបានការទុកចិត្តពីមន្ត្រីធំហើយឆាប់នេះគេនឹងក្លាយជាមនុស្សសំណប់ចិត្តរបស់រាជទាយាគេនៅតែគិតថាគេជាបុគ្គលជោគជ័យដែលនាងមិនអាចឈោងដល់ដដែលតែគេណាដឹងថាជោគវាសនារបស់គេគឺស្ថិតក្នុងកណ្ដាប់ដៃនាងសោះឃើញបរិះនោះដើរចេញទៅនាងពោះវែកភ័យខ្លាចនាងត្រូវរកគ្នាជាមួយអតីតប្តីក៏លើកដៃបំរុងនឹងវីប្រដៅនាងនឹកស្មានមិនដល់នាងចាប់ដៃវីបកវិញយ៉ាងលឿននាងប្រាប់ថានាងមិនខ្ជិលយកភ្នែកមើលសម្រាមបែបនេះទេស្វាមីរបស់នាងពេលនេះគឺជាព្រះមហាក្សត្រអង្កែងនឹកស្មានមិនដល់នាងពោះវែកខ្សែចង់រហែកមាត់មកពីនាងស្លៀកពាក់សាមញ្ញពេកគ្មានអ្នកណាមើលដឹងថានាងជាមនុស្សមានឋានៈធំនោះទេឯនាងក៏ខ្ជិលបកស្រាយជាមួយមនុស្សបែបនេះដែរស្របពេលជាមួយគ្នានោះព្រះរាជាទទួលបានផ្លែគូលែនដែលមន្ត្រីយកមកថ្វាយនេះជាផ្លែឈើដែលម្ចាស់ក្ត្រីចូលចិត្តបំផុតទ្រង់ក៏បញ្ជាឲ្យគេយកទៅថ្វាយនាងភ្លាមតែនឹកស្មានមិនដល់នាងពោះវែកគ្មានគេខ្មាស់សោះវាគិតថាផ្លែគូលែននេះព្រះរាជាប្រទានឲ្យខ្លួនទៅវិញវាស្ទុះទៅដណ្ដើមទទួលយកមុខក្រាស់តែម្ដងអ្នកណាមិនដឹងថាព្រះរាជាស្រឡាញ់មហេសីប៉ុណ្ណាបើអ្នកណាហ៊ានធ្វើបាបនាងទ្រង់ប្រកាសជាមិនលើកលែងឲ្យទេកុំបន្ទោសថាខ្ញុំមិនបានរំលឹកនាងបើទ្រង់ដឹងថារបស់ដែលទ្រង់ប្រទានឲ្យខ្ញុំត្រូវគេលួចយកទ្រង់ប្រកាសជាមិនលើកលែងឲ្យនាងទេឲ្យតែរឿងពាក់ព័ន្ធនឹងខ្ញុំទ្រង់ងីនឹងខ្ញាល់ខ្លាំងណាស់ខ្ញុំសូមទូលមាននាងគួរតែចេះស្រឡាញ់ជីវិតខ្លួនឯងផងប្រឈមមុខនឹងការរំលឹកដោយសេចក្តីល្អរបស់នាងពោះវែកមិនត្រឹមតែមិនដឹងគុណទេថែមទាំងធាក់នាងដួលទៅលើដីទៀតរួចក៏យកផ្លែគូលែនចាក់ស្រោចពីលើក្បាលនាងតែម្ដងប្រឈមមុខនឹងការប្រមាថបែបនេះនាងខឹងសម្បាយ៉ាងខ្លាំងក៏ក្រោកឡើងតែកំភ្លៀងនាងពោះវែកមួយដៃយ៉ាងដំណំនឹកស្មានមិនដល់ភាពនេះត្រូវអតីតប្តីដែលទើបត្រឡប់មកវិញឃើញតាន់គេខឹងយ៉ាងខ្លាំងហើយក៏តែកំភ្លៀងនាងមួយដៃសង្វេងពេលដឹងថានាងហ៊ានតាំងខ្លួនជាម្ចាស់ក្ត្រីទៀតនោះគេរត់តែខឹងសម្បាខ្លាំងឡើងក៏រុញនាងឲ្យដួលទៅលើដីដោយចង់ដាក់ទោសនាងឲ្យធ្ងន់ធ្ងរនាងពោះវែកឆ្លៀតឱកាសនេះបំរុងនឹងយកកាំបិតដុតក្រហមមកអារមុខនាងចោលសំណាងល្អពេលដឹងអាសន្នរីកទាយាទយើងមកតាន់ពេលឯបរិះនោះមើលដឹងភ្លាមថាទ្រង់មានអំណាចមិនធម្មតាក៏ប្រញាប់សួរពីអត្តសញ្ញាណរបស់ព្រះតាយើងគឺជាព្រះចៅអធិរាជនៃកូតាយងយើងពិតណាស់ជារីកទាយាទនៃកូតាយងហើយតាមពិតទៅទ្រង់គឺជារីកទាយាទសោះចុះនាងវិញជាព្រះមហេសីរបស់ទ្រង់មែនទេព្រះមេដាទ្រង់កាត់អីហើយព្រះមេដាស្អីគេនាងពិតជាម្ចាស់ក្ត្រីមែនហ្នឹងសិនវ៉ានីងក្រាបថ្វាយបង្គំព្រះករុណាសូមទ្រង់ព្រះជន្មាយុយឺនយូរម៉ឺនឆ្នាំនៅឈោផ្លឹកធ្វើអីទៀតម្ចាស់ក្ត្រីយ៉ាងមកដល់ហើយមិនឆាប់ក្រាបថ្វាយបង្គំទូបង្គំក្រាបថ្វាយបង្គំម្ចាស់ក្ត្រីក្រាបថ្វាយបង្គំម្ចាស់ក្ត្រីក្រាបថ្វាយបង្គំម្ចាស់ក្ត្រីកាលពីមុនទោះជាយើងខំបកស្រាយយ៉ាងណាពួកឯងក៏មិនជឿថាយើងជាម្ចាស់ក្ត្រីដែរថែមទាំងធ្វើបាបយើងគ្រប់សពបែបយ៉ាងមិនពេលនេះព្រមជឿហើយមែនទេអាពូល្ងងមានភ្នែកអត់ប្រស្រ័យម្ចាស់ក្ត្រីមានឋានៈខ្ពង់ខ្ពស់បែបនេះតើអាចបណ្ដោយឲ្យមនុស្សថោកទាបដូចពួកឯងមកបំពេញបានយ៉ាងម៉េចនៅមិនឆាប់ក្រាបសុំទោសទៀតក្រាបសុំទោសស្មានថាចប់រឿងហ្នឹងថ្ងៃនេះអ្នកដែលធ្លាប់ធ្វើបាបម្ចាស់ក្ត្រីយើងនឹងគិតបញ្ជីម្ដងម្នាក់ជាដំបូងយើងសូមចាត់ការនាងឯងមុននាងឯងធ្វើបាបម្ចាស់ក្ត្រីយ៉ាងម៉េចខ្លះថ្ងៃនេះយើងនឹងសងសឹកជំនួសទ្រង់វិញឲ្យសពគ្រប់ពួកឯងចង់ធ្វើអីពួកឯងចង់ធ្វើអីហ្នឹងមិនមែនទេម្ចាស់ក្ត្រីប៉ារបស់ខ្ញុំទោះយ៉ាងណាក៏ធ្លាប់ជាគូដណ្ដឹងទ្រង់ដែរមិនក៏ទ្រង់មិននឹកឃើញដល់មនុស្សចិត្តណាចាស់អញ្ចឹងអាំងថាណែឥឡូវមកធ្វើបាបពួកយើងយ៉ាងនេះយើងអាំងថាណែមកធ្វើបាបពួកឯង
ចុះកាលពីមុនអ្នកណាអាងអំណាចមកធ្វើបាបយើងនោះម៉ាក់ម្ចាស់កត្រីត្រង់ពិសាឆ្នាំសិនទៅយ៉ាងម៉េចហើយសូមទ្រង់លើកលែងទោសឲ្យខ្ញុំម្ដងនេះទៅលើកលែងទោសហើយឯងស្ទើរតែសម្លាប់យើងនឹងកូនទៅហើយណាម៉េចនៅមានមុខមកសុំឲ្យយើងលើកលែងទោសឲ្យទៀតប្រសិនបើទឹកហូតរបស់ដែលពួកវាស្រឡាញ់បំផុតចេញទើបអាចធ្វើឲ្យពួកវារស់មិនស្មើស្លាប់បានអានីងអូនចង់ចាត់ការបែបណាចៅយានប៉ុន្មានឆ្នាំនេះទិញបុណ្យស័ក្តិកេងប្រវាញ់ទ្រព្យសម្បត្តិជិះជាន់រាជទៅសាមញ្ញទោះនេះមិនអាចលើកលែងបានទេគួរតែទម្លាក់ឋានៈគេឲ្យคล้ายជារាជសាមញ្ញទៅហើយរឹបអូសទ្រព្យសម្បត្តិទាំងអស់ចែកជូនអ្នកក្រីក្រទៅទេកុំអីអានីងខ្ញុំខំប្រឹងតស៊ូទម្រាំមានអ្វីគ្រប់យ៉ាងនៅថ្ងៃនេះអូនមិនអាចបំផ្លាញខ្ញុំបែបនេះទេណាម្ចាស់កត្រីចៅយានលោកបំពេញច្បាប់ទម្លាប់របស់ដែលបានមកដោយល្បិចកលវានឹងបំផ្លាញទាំងគេទាំងឯងពេលនេះអ្វីគ្រប់យ៉ាងគឺជាកម្មដែលលោកសាងខ្លួនឯងទេពួកយើងចាំសិនលោកនៅមានពាក្យអីចង់និយាយទៀតអានីងខ្ញុំសុំសួរមួយម៉ាត់ចុងក្រោយតើអូនឈប់ស្រឡាញ់ខ្ញុំតាំងពីពេលណា10 ឆ្នាំមុនពេលដែលលោកជ្រើសរើសលីនវ៉ាន់រ៉ូឬក៏អាចយូរជាងនេះទៅទៀតគឺពេលដែលលោកតែងតែរើសអើងខ្ញុំនឹងធ្វើបាបផ្លូវចិត្តខ្ញុំគ្រប់ពេលនោះធ្វើឲ្យមនោសញ្ចេតនាដែលខ្ញុំមានចំពោះលោករលីបាត់អស់រលីងពីមុនខ្ញុំពិតជាធ្លាប់ស្រឡាញ់លោកមែនដើម្បីបាននៅក្បែរលោកខ្ញុំសុខចិត្តបោះបង់អ្វីទាំងអស់តែចុងក្រោយអ្វីដែលខ្ញុំទទួលបានគឺពាក្យអ៊ូទាំនិងការប្រមាថរបស់លោកបើវាអញ្ចឹងទៅហើយយើងគួរតែដោះលែងគ្នាឲ្យបានឆាប់ទៅខ្ញុំដឹងខុសហើយចៅយានថ្ងៃនេះលោកប្រមាថខ្ញុំមិនឈប់គឺគ្រាន់តែចង់បញ្ជាក់ថាលោករស់នៅបានសុខស្រួលជាងខ្ញុំតើមែនទេចង់ស្រោចស្រង់មុខមាត់និងកិត្តិយសរបស់លោកមែនទេចង់លាងជម្រះកំហុសដែលលោកអត់បានការពីមុនដោយទម្លាក់កំហុសមកលើខ្ញុំមែនទេឥឡូវលោកឃើញច្បាស់ហើយពេលដែលគ្មានខ្ញុំជាបន្ទុករាល់ថ្ងៃខ្ញុំរស់នៅបានស្រួលជាងមុនច្រើនណាស់ហើយក៏សប្បាយចិត្តជាងមុនដែរចៅយានជាតិពិតនេះខ្ញុំមិនចង់ឃើញមុខលោកទៀតទេខ្ញុំនិងលោកគឺដាច់ស្រឡះពីគ្នាហើយចៅយានលីនវ៉ាន់រ៉ូពួកលោកកំពុងធ្វើអីហ្នឹងពួកយើងកំពុងធ្វើអីវាតាក់ទងអីនឹងនាងដែរនាងអានីងនឹងហនាងឯងមកទីនេះដើម្បីមករកខ្ញុំមែនទេលីនវ៉ាន់រ៉ូមិនក៏នាងតែងខ្លួនបែបនេះថែមទាំងមកលក់ថ្នាំតាមផ្លូវទៀតយីវ៉ាន់រ៉ូណាគឺជាទេពធីតាដែលល្បីពេញភូមិណាថ្ងៃនេះខ្លាចមានជំងឺរាតត្បាតទើបមកចែកថ្នាំនៅទីនេះអានីងឲ្យចាំខ្ញុំដួសថ្នាំមួយចានឲ្យនាងថ្នាំមួយចានលក់ដល់ទៅ10តម្លឹងប្រាក់នាងនៅហ៊ានតាំងខ្លួនជាទេពធីតាទៀតនាងឯងជាគ្រូបោកប្រាស់ច្រើនជាងវាមិនតាក់ទងនឹងនាងទេពួកយើងរកលុយដោយសមត្ថភាពខ្លួនឯងតើមានច្បាប់ណាត្រូវហាមឃាត់សិនវ៉ានាងឯងកុំមកចោទប្រកាន់ផ្ដេសផ្ដាសខ្ញុំមើលទៅនាងឯងកំពុងតែច្រណែនខ្ញុំនឹងឯងច្រណែនដែលខ្ញុំរស់នៅសុខស្រួលទើបនាងឯងខ្លាចមករករឿងខ្ញុំមែនទេខ្ញុំច្រណែននាងមានអីឲ្យខ្ញុំត្រូវច្រណែននោះមិនមែនអញ្ចឹងទេអីជាមនុស្សស្រីដូចគ្នានាងចេះតែប្រើល្បិចតាក់ទាញប្រុសដើម្បីរស់ឯខ្ញុំវិញគឺពឹងលើសមត្ថភាពពិតប្រាកដរបស់ខ្លួនមានឈ្មោះបោះសម្លេងល្បីល្បាញទទួលបានការស្រឡាញ់រាប់អានពីរាជអានាងឆាប់ត្រឡប់ទៅវិញទៅកុំមករំខានវ៉ាន់រ៉ូចែកថ្នាំអីអ្នកទាំងអស់គ្នាបើមិនចង់ឆ្លងជំងឺរាតត្បាតទេឆាប់មកទិញថ្នាំពីខ្ញុំទៅថ្ងៃនេះតម្លៃ10តម្លឹងថ្ងៃស្អែកមិនមែនតម្លៃនឹងទៀតទេណាគិតយ៉ាងម៉េចទៅពួកយើងអញ្ចឹងមនោលីទ្រព្យសម្បត្តិអស់ហើយទេអីទើបអាចទិញបាននឹងចុះបើមិនទិញគិតយ៉ាងម៉េចបើឆ្លងជំងឺរាតត្បាតនេះគឺស្លាប់ប្រកបហើយត្រូវហើយគិតយ៉ាងម៉េចទៅអញ្ចឹងខ្ញុំមិនទិញទេឲ្យខ្ញុំមួយចានមកខ្ញុំមួយចានដែរចាំសិនអ្នកទាំងអស់គ្នាថ្នាំខាងខ្ញុំនេះទើបជាថ្នាំការពារជំងឺរាតត្បាតពិតប្រាកដហើយថែមទាំងមិនយកលុយមួយកាក់មួយសេនទៀតផងអ្នកទាំងអស់គ្នាអាចមកទទួលយកដោយឥតគិតថ្លៃបាន